កាលពីព្រេងនាយនៅអាណាចក្រមួយឈ្មោះគឺរតនបុរីគឺមានព្រះរាជវាំងដ៏ធំសម្បើមសាងសង់ពីថ្មនិងតុបតែងដោយមាសភ្លឺចែងចាំងនៅទីនោះមានព្រះនាងមួយអង្គព្រះនាមព្រះនាងអម្រាដែលមានសម្រស់ស្រស់ស្អាតនិងចិត្តសប្បុរសប្រជាជនទាំងអស់ស្រឡាញ់ព្រះនាងខ្លាំងណាស់ព្រោះព្រះនាងតែងជួយអ្នកក្រីក្រនិងស្រឡាញ់មនុស្សគ្រប់គ្នាព្រះនាងអម្រាមានទម្លាប់ចូលចិត្តអានសៀវភៅចាស់នៅក្នុងបណ្ណាល័យសម្ងាត់របស់ព្រះរាជវាំងនៅទីនោះមានសៀវភៅជាច្រើននិយាយអំពីអាថ៌កំបាំងវេទមន្តនិងរឿងព្រេងពីសម័យបុរាណថ្ងៃមួយខណៈព្រះនាងកំពុងអានសៀវភៅចាស់មួយក្បាលព្រះនាងបានឃើញផែនទីអាថ៌កំបាំងមួយលាក់នៅខាងក្នុងសៀវភៅនៅលើផែនទីនោះមានសញ្ញាព្រះច័ន្ទនិងពាក្យមួយឃ្លាសរសេរថាអ្នកដែលរកឃើញទ្វារនៃស្រមោលនឹងដឹងការពិតនៃព្រះរាជវាំងនេះព្រះនាងចាប់អារម្មណ៍យ៉ាងខ្លាំងនៅយប់នោះព្រះនាងបានយកចង្កៀងតូចមួយហើយដើរតាមផែនទីទៅកាន់ផ្នែកចាស់នៃព្រះរាជវាំងដែលគ្មានអ្នកណាហ៊ានចូលផ្លូវនោះងឹតនិងស្ងាត់ខ្លាំងមានតែសំឡេងខ្យល់បក់កាត់បង្អួចចាស់ព្រះនាងដើររហូតទៅដល់ជញ្ជាំងថ្មមួយដែលមានសញ្ញាព្រះច័ន្ទដូចក្នុងផែនទីព្រះនាងបានប៉ះសញ្ញានោះភ្លាមជញ្ជាំងក៏បើកចេញបង្ហាញផ្លូវសម្ងាត់មួយចុះទៅក្រោមដីព្រះនាងភ្ញាក់ផ្អើលប៉ុន្តែចង់ដឹងការពិតព្រះនាងក៏ដើរចុះទៅក្នុងផ្លូវសម្ងាត់នោះប៉ុន្តែព្រះនាងមិនបានត្រឡប់មកវិញឡើយនៅព្រឹកថ្ងៃបន្ទាប់ព្រះរាជវាំងទាំងមូលភ្ញាក់ផ្អើលអ្នកបម្រើនិងទាហាននាំគ្នាស្វែងរកព្រះនាងគ្រប់ទីកន្លែងព្រះមហាក្សត្រនិងព្រះមហាក្សត្រីមានព្រះទ័យព្រួយបារម្ភយ៉ាងខ្លាំងត្រូវរកព្រះនាងឲ្យឃើញព្រះមហាក្សត្របញ្ជាទាហានជាច្រើនបានស្វែងរកទាំងក្នុងព្រះរាជវាំងនិងក្រៅទីក្រុងប៉ុន្តែមិនឃើញបានអ្វីឡើយនៅក្នុងព្រះរាជវាំងមានយុវជនម្នាក់ឈ្មោះកដារាដែលជាកូនអ្នកថែបណ្ណាល័យគាត់ជាមិត្តជិតស្និទ្ធរបស់ព្រះនាងតាំងពីក្មេងតារាជាមនុស្សឆ្លាតនិងចូលចិត្តស្រាវជ្រាវរឿងអាថ៌កំបាំងតារាមិនជឿថាព្រះនាងត្រូវចាប់ពង្រត់ទេគាត់គិតថាព្រះនាងប្រហែលបានរកឃើញអ្វីមួយនៅក្នុងបណ្ណាល័យតារាបានទៅពិនិត្យបន្ទប់អានសៀវភៅរបស់ព្រះនាងនៅលើតុគាត់បានឃើញសៀវភៅចាស់បើកចំហនិងផែនទីអាថ៌កំបាំងទ្វារនៃស្រមោលក៏តារានិយាយស្រាលគាត់បានសម្រេចចិត្តដើរតាមផែនទីដូចព្រះនាងនៅយប់នោះតារាបានទៅដល់ជញ្ជាំងថ្មដែលមានសញ្ញាព្រះច័ន្ទពេលគាត់ប៉ះសញ្ញាទ្វារសម្ងាត់ក៏បើកឡើងខាងក្រោមដីមានផ្លូវវែងងឹតនិងជញ្ជាំងដែលមានគំនូរបុរាណតារាដើររហូតទៅដល់បន្ទប់ធំមួយដែលមានកញ្ចក់យក្សនៅកណ្ដាលក្នុងកញ្ចក់នោះគាត់បានឃើញព្រះនាងអម្រាតារាជួយខ្ញុំផងព្រះនាងស្រែកពីក្នុងកញ្ចក់តារាភ្ញាក់ផ្អើលណាស់ព្រះនាងត្រូវបានជាប់នៅក្នុងពិភពស្រមោលដែលជាពិភពវេទមន្តបុរាណភ្លាមនោះសំឡេងមួយបានលាន់ឬក្នុងបន្ទប់អ្នកណាចង់ជួយព្រះនាងត្រូវឆ្លងកាត់ការសាកល្បង3យ៉ាងភ្លើងខៀវចាប់ផ្ដើមភ្លឺឡើងហើយទ្វារ3បានលេចឡើងការសាកល្បងទី1គឺភាពក្លាហានគឺតារាត្រូវឆ្លងកាត់ស្ពានថ្មតូចមួយនៅលើជ្រោះជ្រៅខ្យល់បក់ខ្លាំងណាស់ប៉ុន្តែគាត់មិនបោះបង់ឡើយការសាកល្បងទី2គឺភាពស្មោះត្រង់យើងមានសម្លេងជាច្រើនបោកបញ្ឆោតគាត់ឲ្យយកមាសនិងត្បូងមានតម្លៃប៉ុន្តែតារាមិនលោភលន់ទេការសាកល្បងទី3គឺចិត្តមេត្តាគឺគាត់បានឃើញសត្វតូចមួយរងរបួសនៅក្នុងផ្លូវងឹតទោះប្រញាប់ជួយព្រះនាងក៏ដោយតារានៅតែឈប់ជួយសត្វនោះភ្លាមពន្លឺពណ៌ដ៏ភ្លឺចែងចាំងបានលេចឡើងកញ្ចក់យក្សចាប់ផ្ដើមបែកបាក់ហើយព្រះនាងអម្រាក៏ត្រូវបានដោះលែងតារាអរគុណអ្នកណាស់ព្រះនាងនិយាយទាំងសប្បាយចិត្តបន្ទាប់មកពិភពស្រមោលចាប់ផ្ដើមរលាយបាត់តារានិងព្រះនាងបានរត់ត្រឡប់មកផ្លូវសម្ងាត់ហើយចេញមកព្រះរាជវាំងវិញទាន់ពេលប្រជាជនឃើញព្រះនាងត្រឡប់មកវិញពួកគេសប្បាយរីករាយយ៉ាងខ្លាំងព្រះមហាក្សត្រនិងព្រះមហាក្សត្រីបានអោបព្រះនាងដោយក្តីរំភើបចាប់ពីថ្ងៃនោះមកទ្វារសម្ងាត់ត្រូវបានបិទជារៀងរហូតប៉ុន្តែរឿងរបស់ព្រះនាងអម្រានិងពិភពស្រមោលក៏ក្លាយជារឿងព្រេងដ៏អាថ៌កំបាំងនៅក្នុងអាណាចក្ររនបុរីហើយតារាត្រូវបានគេចងចាំថាជាវីរបុរសដែលមានទាំងភាពក្លាហានស្មោះត្រង់និងចិត្តមេត្តាគិតបណ្ឌិតមនុស្សដែលមានចិត្តល្អនិងមិនបោះបង់ចោលអ្នកដទៃនឹងអាចឈ្នះគ្រប់ឧបសគ្គ